มาสการไฟบงคมปองครูจุบันเปล่าจุบันเปล่าខ្ញុំប្រកាសណាមានថ្ងៃនេះដែរមានឱកាសបានជួបជាមួយនឹងព្រះអង្គគ្រូហើយខ្ញុំប្រកាសណាចង់លើកជាសំណួរទូលសួរទៅកាន់ព្រះអង្គគ្រូផ្ទាល់ពាក់ព័ន្ធជាមួយនឹងវិសាខបូជាថាតើបុណ្យវិសាខបូជានេះដែរដែលប្រជាជនខ្មែរយើងនិយមប្រារព្ធធ្វើនេះនៅក្នុងគោលបំណងយ៉ាងណាដែរព្រះអង្គកណាจุบันเปล่าออกคุณนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะទូលព្រះបង្គំខ្ញុំព្រះករុណាសូមនមស្ការចំពោះប្រជុំ3នៃព្រះត្រៃរតន៍គឺព្រះពុទ្ធរតន៍មួយព្រះធម្មរតន៍មួយព្រះសង្ឃរតន៍មួយដោយត្រៃរតនៈប្រណាមបទនមស្ការត្រឹមតែប៉ុណ្ណេះក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃរាជទាំងពីរគណៈជាទីគោរពសក្ការៈដុកពងពោះក្រាបថ្វាយបង្គំឋានានុក្រមសង្ឃគ្រប់ព្រះអង្គថ្វាយបង្គំព្រះថេរៈគ្រប់ព្រះអង្គទាំងអស់នមស្ការធ្វើសេចក្តីរាប់អានចំពោះលោកអ្នកមានអាយុគ្រប់ព្រះអង្គចម្រើនពរថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ចម្រើនពរនាយទាហានពលទាហានចម្រើនពរលោកគ្រូអ្នកគ្រូសិស្សានុសិស្សចម្រើនពរមហាបរិស័ទស្រីប្រុសគ្រប់គ្នាថ្ងៃនេះទូលព្រះបង្គំខ្ញុំព្រះករុណាអាត្មាភាពភិក្ខុហេមៈសុនតរថេរោលីហុងលៀនបច្ចុប្បន្នជាព្រះចៅអធិការទី3វត្តពេញញខេតារាមទួលទ្រាត្បូងស្ថិតនៅនឹងភូមិទួលទ្រាឃុំជប់ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំទឹកដីនៃព្រះរាជាណាចក្រកម្ពុជាថ្ងៃនេះទូលព្រះបង្គំខ្ញុំព្រះករុណាអាត្មាមានកិត្តិយសដ៏ខ្ពង់ខ្ពស់បានខាងសារព័ត៌មាន Digital ថ្មីបានមកធ្វើការសម្ភាសតាក់ទងជាមួយនឹងបុណ្យវិសាខបូជាបុណ្យដ៏ធំនៅក្នុងព្រះពុទ្ធសាសនានេះឯងតាមពិតទៅនៅក្នុងព្រះពុទ្ធសាសនានេះមានបុណ្យធំមិនមែនតែបុណ្យវិសាខបូជានេះទេបុណ្យមាឃបូជាក៏ជាបុណ្យធំបុណ្យពិសាខបូជាឬវិសាខបូជានេះក៏គឺជាបុណ្យធំបុណ្យអាសាលហបូជាឬមួយក៏បុណ្យចូលព្រះវស្សានេះក៏គឺជាបុណ្យធំបុណ្យចេញព្រះវស្សាឬមួយក៏ជាបុណ្យដែលហៅថាអសុចខបូជានេះក៏គឺជាបុណ្យធំបុណ្យតាក់ទងជាមួយនឹងកដឹកបូជាឬហៅថាបុណ្យកឋិននេះក៏គឺជាបុណ្យធំបុណ្យនៅក្នុងព្រះពុទ្ធសាសនាដែលជាគោលដែលជាបុណ្យឆ្នើមដែលបុណ្យពុទ្ធបរិស័ទស្រីប្រុសដឹងឮទាំងអស់គ្នាបើរៀបរាប់ដោយគោលធំជាចម្បងនឹងមានដល់ទៅ5ឥឡូវពេលនេះគឺជាពេលវេលាដែលខាងព័ត៌មាន Digital ថ្មីបានធ្វើការសាកសួរតាក់ទងជាមួយនឹងបុណ្យវិសាខបូជាតហេតុដូចម្ដេចបានជាប្រជាពលរដ្ឋខ្មែរនិយមឬមួយក៏ឃើញខ្មែរទូទាំងប្រទេសរហូតដល់ខ្មែរដែលរស់នៅប្រទេសដទៃឲ្យតែជាខ្មែរនៅកាន់ព្រះពុទ្ធសាសនាគឺតែងតែឃើញតាមសារព័ត៌មានតាមប្រព័ន្ធសង្គមជាដើមឃើញប្រពធ្វើនៅពិធីវិសាខបូជាឬពិសាខបូជាហើយក៏មិនមែនចំពោះតែខ្មែរដែរនិយាយមែនតែនទៅចំពោះអ្នកកាន់ព្រះពុទ្ធសាសនាចំពោះអ្នកកាន់ព្រះពុទ្ធសាសនាឧទាហរណ៍ដូចជាថៃដូចជាឡាវដូចជាមីយ៉ាន់ម៉ាដូចជាសេរីលង្កាដូចជាឥណ្ឌាដូចជាកូរ៉េខាងត្បូងដូចជាជប៉ុនលក្ខសូម្បីតែអ្នកកាន់ព្រះពុទ្ធសាសនាបែបមហាយានខ្លះក៏មានធ្វើបុណ្យពិសាខបូជានេះដែរពីព្រោះបានផ្ដោតការយកចិត្តទុកដាក់សំខាន់ទៅលើបុណ្យមួយនេះថាជាបុណ្យដែលរំលឹកដល់ថ្ងៃកើតរបស់ព្រះសម្មាសម្ពុទ្ធផងថ្ងៃត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធផងហើយជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់រំលត់ខណ្ឌចូលកាន់បរិនិព្វានផងបើរាប់ចំណុចសំខាន់នោះមានច្រើនណាស់ប៉ុន្តែចំណុចដែលចង់យកមកបញ្ជាក់ហើយងាយស្រួលក្នុងការចងចាំគឺយកទៅ3នេះមកតែម្ដងបើថាយកឲ្យច្រើននឹងគឺច្រើនណាស់តាក់ទងជាមួយនឹងបុណ្យវិសាខបូជា
ដែលមានសារបានជាប់តាក់ទងជាមួយនឹងព្រះសមណគោតមបរមគ្រូដែលជាប្រពុតត្រាស់ដឹងនៅក្នុងផតកັບនេះគឺមានការជាប់តាក់ទងច្រើនជាមួយនឹងសកម្មភាពរបស់ព្រះអង្គពីព្រោះថាក្នុងមួយឆ្នាំយើងជួបពិសាកម្ដង កណា ហើយព្រះអង្គត្រាស់ដឹងជាអនុត្តរសម្មាសម្ពុទ្ធរហូតដល់ទៅ45ព្រះវស្សាថរមានជាប្រពុតនឹង45ព្រះវស្សាដូច្នោះ45ព្រះវស្សានេះជួបពិសានឹងគឺដល់ទៅ45ដងដែរដូច្នោះ45ដងនោះមានព្រឹត្តិការណ៍សំខាន់ហើយមុននឹងទៀតក៏ជួបជាមួយនឹងព្រឹត្តិការណ៍ពិសាកម្ពុជានឹងដែរតែខ្ញុំគណៈអាត្មាភាពនៅក្នុងឱកាសនេះឆ្លើយតបទៅនឹងព័ត៌មាន digital ថ្មីតែ3ចំណុចសំខាន់ទេគឺបុណ្យពិសាកម្ពុជានេះផ្ដោតការយកចិត្តទុកដាក់សំខាន់ទៅលើថ្ងៃព្រះអង្គប្រសូតមួយថ្ងៃព្រះអង្គត្រាស់ដឹងមួយនិងថ្ងៃដែលព្រះអង្គទ្រង់រំលត់ខណ្ឌចូលកាន់បរិនិព្វានមួយក ណាអរគុណព្រះអង្គពាក់ព័ន្ធជាមួយនឹងប្រជាពលរដ្ឋខ្មែរយើងឃើញថាមានការគោរពជឿកាន់នៅពុទ្ធសាសនាហើយតែងតែធ្វើនៅបុណ្យវិសាខបូជានេះមិនថាជាពុទ្ធបរិស័ទក៏ដូចជាព្រះភិក្ខុសង្ឃទេគឺតែងតែធ្វើក្នុងគោលបំណងយ៉ាងណាដែរព្រះអង្គក្នុងគោលបំណង ពិតប្រាកដគឺចង់ថែរក្សាព្រះពុទ្ធសាសនានឹងគោលបំណងពិតប្រាកដគឺស្រឡាញ់ព្រះពុទ្ធសាសនានឹងគឺព្រះពុទ្ធសាសនានឹងដូចជាសាច់ជាឈាមជាចិត្តជាថ្លើមឬមួយក៏ជាការរលាយចូលគ្នារវាងវប្បធម៌ប្រពៃណីទំនៀមទម្លាប់ហើយនឹងការរស់នៅដោយផ្ទាល់របស់យើងទាំងអស់គ្នាជាប្រជាពលរដ្ឋខ្មែរនេះឯងបើយើងនិយាយឲ្យមែនតែនទៅថាខ្មែរយើងនិងព្រះពុទ្ធសាសនានេះរកកាត់ចេញអំពីគ្នាថាតនេះខ្មែរថាតនេះព្រះពុទ្ធសាសនាថាតនេះព្រះពុទ្ធសាសនាថាតនេះខ្មែរលំបាកណាស់ពីព្រោះព្រះពុទ្ធសាសនាហើយនឹងខ្មែរហ្នឹងបើយើងពិនិត្យបច្ច័យទៅលើឋានៈពាក្យការនិយាយស្ដីអីគ្រប់បែបយ៉ាងឬមួយក៏ការអប់រំអីគ្រប់បែបយ៉ាងទាំងអស់កាលណាបើយើងនិយាយក្នុងពាក្យប្រមាណជា7ម៉ាត់គឺអត់មានពាក្យដែលមិនចូលពាក្យព្រះពុទ្ធសាសនាទេត្រូវតែមានពាក្យព្រះពុទ្ធសាសនានៅក្នុងនឹងឧទាហរណ៍យើងនិយាយអប់រំកូនប្រុសស្រីឲ្យមានសង្ឃហធម៌លោកគ្រូអ្នកគ្រូឲ្យមានសង្ឃហធម៌ចំពោះសិស្សមេត្តាបិតាមានសង្ឃហធម៌ចំពោះកូនប្រុសស្រីថ្នាក់ដឹកនាំមានសង្ឃហធម៌ចំពោះរាស្ត្រប្រជាចៅវាយនាយមានសង្ឃហធម៌ចំពោះទេសកម្មករកាលណាបើយើងនិយាយពាក្យតាក់ទងជាមួយនឹងការអប់រំ 99% គឺមានពាក្យពុទ្ធសាសនានឹងចូលមកក្នុងនឹងមិនហួសពី7ពាក្យទេពិនិត្យបច្ច័យមែនតែនទៅអរគុណព្រះអង្គអញ្ចឹងអាចមានសេចក្តីមួយយ៉ាងទៀតថាដោយសារតែប្រជាជនខ្មែរដោយច្រើនគឺជាណាមួយពុទ្ធសាសនាជាសាសនាបោះរដ្ឋផងប្រជាជនខ្មែរគោរពនៅពុទ្ធសាសនានេះដោយសារតែមានការយល់ដឹងអំពីពុទ្ធសាសនានេះក៏ដូចជាចង់រំលឹកអំពីគុណបំណាច់របស់ព្រះអង្គចាំបានបើគុណបំណាច់របស់ព្រះអង្គផងអាចនិយាយយ៉ាងនេះបានបានក្នុងន័យនេះបានខ្ញុំប្រកាសណាអរគុណច្រើនព្រះអង្គពាក់ព័ន្ធជាមួយនឹងចំណុចមួយទៀតដែលព្រះអង្គគ្រូបានលើកឡើងអំបញ្ញមិញនេះពាក្យពិសានិងពាក្យវិសាហេតុអីបានជាជួនកាលប្រើពាក្យថាពិសាជួនកាលប្រើពាក្យថាវិសានៅក្នុងភាសាបាលីអសរវនិងអសរពៅនឹងដូរផ្លាស់គ្នាទៅវិញទៅមកបានឧទាហរណ៍ពាក្យថាឪពុកហ្នឹងគឺអានថាអវុកៈក៏បានឬក៏ឪពុកហ្នឹងក៏បានដូច្នោះហើយពាក្យហ្នឹងធ្វើការបដូរផ្លាស់គ្នាទៅវិញទៅមកបានជួនហៅដូចពាក្យអាពាពិពាអញ្ចឹងអាវាវិវាហៈក៏បានអាពាពិពាក៏បានដូច្នោះវោជាពៅជាវោមានន័យស្មើគ្នាពេលខ្លះយើងប្រើទៅវិញទៅមកអញ្ចឹងបានន័យថាពាក្យវិសាបូជាហើយវិសាបូជាគឺដូចគ្នាហ្នឹងហើយវិសេសនិងពិសេសណាវិសេសនិងពិសេសអីហ្នឹងដូចគ្នាអរគុណព្រះអង្គចំពោះចំណុចអំបញ្ញមិញព្រះអង្គបានមានព្រះថេរដីកាថាវិសាខបូជានេះធ្វើការប្រារព្ធឡើងដើម្បីប្រារព្ធដល់កាលធំចំនួន3ដូចជាមានកាលព្រះអង្គទ្រង់ប្រសូតព្រះអង្គទ្រង់ត្រាស់ដឹងនិងព្រះអង្គទ្រង់បរិនិព្វានមែនបើកាលទាំង3នេះគឺស្ថិតនៅក្នុងយ៉ាងម៉េចដែរព្រះអង្គគឺក្នុងថ្ងៃតែមួយឬក៏យ៉ាងម៉េចដែរលក្ខណៈពិសេសនៃវិសាខបូជាថ្ងៃព្រះអង្គប្រសូតក៏នៅក្នុងខែពិសាខថ្ងៃហ្នឹងអត់ត្រូវគ្នាទេដូចថាថ្ងៃច័ន្ទថ្ងៃអង្គារថ្ងៃពុធថ្ងៃពហុអញ្ចឹងអត់ត្រូវគ្នាទេមានន័យថាថ្ងៃខុសគ្នាប៉ុន្តែបើនិយាយថ្ងៃច័ន្ទគតិពីព្រោះខ្មែរយើងរាល់ថ្ងៃប្រើច័ន្ទគតិផងប្រើសូរិយគតិផងប្រើសូរិយគតិគឺយើងសំដៅទៅដល់យើងប្រើតាមបែបសកលហៅគ្រឹះសករាជ
ឬមួយក៏សកលសក្ការៈ កណា ដល់ទៅពេលយើងប្រើច័ន្ទគតិហ្នឹងគឺប្រើផ្នែកខាងពុទ្ធសាសនាដូចយើងនិយាយរនោចខ្នើតអញ្ចឹងយើងរនោចខ្នើតអញ្ចឹងសម្រាប់ខ្មែរយើងរាល់ថ្ងៃយើងប្រើខ្នើតមាន15ថ្ងៃដល់រនោចមាន14ថ្ងៃឬមួយក៏15ថ្ងៃដូច្នោះហើយយើងប្រើតាមរបៀបច័ន្ទគតិអញ្ចឹងបើយើងប្រើតាមរបៀបច័ន្ទគតិដូច្នោះថ្ងៃដែលព្រះអង្គទ្រង់ប្រសូតគឺទ្រង់កើតជាមនុស្សហ្នឹងក៏នៅក្នុងថ្ងៃពេញបូណ៌មីខែពិសាខថ្ងៃព្រះអង្គត្រាស់ដឹងជាសัพពញ្ញុពុទ្ធជាព្រះសម្មាសម្ពុទ្ធហ្នឹងក៏នៅថ្ងៃពេញបូណ៌មីខែពិសាខថ្ងៃព្រះអង្គទ្រង់រំលត់ខណ្ឌចូលកាន់បរិនិព្វានហ្នឹងក៏នៅក្នុងថ្ងៃពេញបូណ៌មីខែពិសាខនៅក្នុងថ្ងៃពេញបោហ្នឹងដូចគ្នាអូកណាអញ្ចឹងបានន័យថាលក្ខណៈពិសេសនៃវិសាខបូជានេះគឺប្រារព្ធឡើងហ្នឹងគឺក្នុងរយៈកាលនៃការដែលព្រះអង្គទ្រង់ប្រសូតព្រះអង្គទ្រង់ត្រាស់ដឹងនិងព្រះអង្គទ្រង់បរិនិព្វានគឺនៅក្នុងថ្ងៃពេញបោខែពិសាខហ្នឹងដូចគ្នាអូកណាអរគុណច្រើនព្រះអង្គពាក់ព័ន្ធជាមួយនឹងប្រជាជនខ្មែរយើងដែរពាក់ព័ន្ធជាមួយនឹងប្រពៃណីទំនៀមទម្លាប់ឃើញថាមានប្រជាពលរដ្ឋខ្លះដូចជាខ្ញុំបកណាបើសិនបើអត់បានមើលទៅលើប្រតិទិនទេប្រហែលជាអត់ចាប់អារម្មណ៍មានហើយក៏មានបងប្អូនទូទៅទេសជនមួយចំនួនក៏អត់បានចាប់អារម្មណ៍ពាក់ព័ន្ធជាមួយនឹងពុទ្ធសករាជឃើញថាមានការប្រើប្រាស់នៅពុទ្ធសករាជនេះមុនពេលដែលចូលឆ្នាំថ្មីយើងថាពុទ្ធសករាជ2568ដល់ពេលចូលឆ្នាំហើយមានឃើញខ្លះដាក់ថា2569ក៏ប៉ុន្តែជាក់ស្ដែងមែនទែននៅក្នុងប្រតិទិនដាក់ថា2568ទេហេតុអីបានជាពុទ្ធសករាជនេះមិនត្រូវបានឆ្លងនៅក្នុងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរតែបែរជាឆ្លងនៅក្នុងពុទ្ធសករាជវិញកណានៅក្នុងវិសាខបូជានេះទើបឆ្លងនៅ2568ឈានចូល2569ចំបានបើអរគុណតកតងជាមួយនឹងការប្រើប្រាស់នៅសករាជរាល់ថ្ងៃពិតប្រាកដមែនទែនទៅគឺយើងប្រើសករាជផ្លូវការតែ2ទេកណាប៉ុន្តែនៅក្នុងមហាសង្ក្រាន្តនៅក្នុងឯកសារផ្លូវការធំគឺយើងប្រើ4កណាប្រើចលសករាជ1មហាសករាជ1សករាជទាំង2នេះក៏មានការហូរចូលមកពីឥណ្ឌាដែរប៉ុន្តែបើនិយាយអំពីចលសករាជនឹងតែម្ដងអាចនិយាយថាជាសករាជខ្មែរតែម្ដងគឺយើងប្រើចាប់តាំងតែយើងបង្កើតមហានគរមកហ្នឹងគឺយើងប្រើចលសករាជហ្នឹងប៉ុន្តែខ្មែរយើងតាមពិតប្រាកដមែនតែនទៅយើងមិនសូវជានាំគ្នាប្រើទេចលសករាជហ្នឹងនិយាយឲ្យអស់មែនតែនទៅចលសករាជហ្នឹងក៏មិនសូវនាំគ្នាប្រើមហាសករាជហ្នឹងក៏មិនសូវនាំគ្នាប្រើប៉ុន្តែសករាជទាំងពីរនេះពីមុនមកយើងប្រើដោយច្រើនពីមុនមកមុនសម័យអង្គរបន្តិចមកសម័យអង្គរហ្នឹងគឺយើងប្រើចលសករាជនិងមហាសករាជហ្នឹងយើងប្រើភាគច្រើនឯកសារមួយចំនួននៅក្នុងមហាបារោះខ្មែរនៅក្នុងអីជាដើមលក្ខណៈហ្នឹងក៏មានឃើញសរសេរភាគច្រើនគឺចលសករាជនិងមហាសករាជហើយដូចជាឯកសារនៅនៅប្រាសាទបន្ទាយឆ្មាអីជាដើមហ្នឹងគឺយើងនៅមើលឃើញយ៉ាងច្បាស់ថាមានការប្រើមហាសករាជនិងចលសករាជហ្នឹងដល់មកក្រោយនេះពុទ្ធសាសនាដែលមានលំនឹងនៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើងពិតប្រាកដតែម្ដងហើយគឺយើងនិយមប្រើសករាជទាំងពីរនេះគេហៅសកលសករាជឬមួយក៏គ្រឹះសករាជហើយនឹងពុទ្ធសករាជនឹងឯងដូច្នោះការចូលឆ្នាំថ្មីពិតប្រាកដមែនតែនទៅគឺជាការឆ្លងនៃចលសករាជសករាជខ្មែរយើងគឺចលសករាជនោះទេអញ្ចឹងឆ្លងសករាជនោះទេប៉ុន្តែដល់ទៅពេលយើងប្រើពុទ្ធសករាជនឹងទាល់តែព្រះសម្មាសម្ពុទ្ធជាម្ចាស់បរមគ្រូព្រះអង្គទ្រង់រំលត់ខណ្ឌចូលកាន់បរិនិព្វានសិនបានចាប់ផ្ដើមរាប់អំពីពុទ្ធសករាជអញ្ចឹងព្រះសម្មាសម្ពុទ្ធជាម្ចាស់បរមគ្រូព្រះអង្គប្រសូតនៅក្នុងភាសាមេរៀនគេសង្ខេបមេរៀនខ្លីៗថាប្រចពីសុខដល់ពេលប្រហ្នឹងគឺប្រសូតដល់ចនៅក្នុងឆ្នាំចដល់ពីគឺពិសាដល់ពេលសុខនៅក្នុងថ្ងៃសុខអញ្ចឹងព្រះអង្គប្រសូតនៅក្នុងថ្ងៃសុខឆ្នាំចខែពិសាដល់ទៅពេលត្រាស់ដឹងត្រាស់រកពីពុទ្ធដល់ត្រាស់រកពីពុទ្ធហ្នឹងត្រាស់ហ្នឹងគឺត្រាស់ដឹងដល់ពេលរកគឺក្នុងឆ្នាំរកាពីហ្នឹងគឺខែពិសាដល់ពុទ្ធហ្នឹងគឺពុហ្នឹងគឺនៅក្នុងថ្ងៃពុទ្ធអញ្ចឹងដល់ពេលព្រះអង្គត្រាស់ដឹងនៅធម៌ដ៏សមគួរដល់ធម៌នៅក្នុងខែពិសាថ្ងៃពុទ្ធឆ្នាំរកាដល់ពេលព្រះអង្គបរិនិព្វានត្រាស់រកពីដាក់រោមអានិចម្សាញ់2អង្គនិចម្សាញ់2អង្គហ្នឹងគឺនិព្វាននិចហ្នឹងគឺនិព្វានដល់ពេលម្សាញ់ហ្នឹងក្នុងឆ្នាំម្សាញ់ដល់ពេល2ហ្នឹងគឺខែពិសាដល់ពេលអង្គហ្នឹងគឺអង្គាអញ្ចឹងព្រះអង្គប្រសូតនៅថ្ងៃសុក្រដល់ទៅពេលព្រះអង្គត្រាស់ដឹងនៅថ្ងៃពុទ្ធដល់ព្រះអង្គទ្រង់រំលត់ខណ្ឌចូលកាន់បរិនិព្វាននៅក្នុងថ្ងៃអង្គារនៅក្នុងការរាប់ពុទ្ធសករាជខុសពីការរាប់សករាជនៃសាសនាឬមួយក៏ការតាំងសករាជរបស់សករាជ
សាសនាឬជួនជាតិដតី កណា ព្រះសម្មាសម្ពុទ្ធជាម្ចាស់បរមគ្រូមិនមែនកើតថ្ងៃហ្នឹងហើយរាប់សក្ការៈថ្ងៃហ្នឹងទេសូម្បីតែព្រះអង្គត្រាស់ដឹងនៅធម៌ដ៏សមគួរដល់ធម៌នៅថ្ងៃពុទ្ធពេញបូរមីខែពិសាក្នុងបច្ចុប្បន្ន35ព្រះវស្សាហ្នឹងក៏អត់ទាន់រាប់សក្ការៈដែរ កណា តើតព្រះអង្គរំលត់ខណ្ឌចូលកាន់បរិនិព្វាននៅថ្ងៃអង្គារយាមអង្គារវេលាព្រឹកព្រឹងស្វាងព្រះសូរិយានាសម័យថ្ងៃអង្គារខែពិសានៅឆ្នាំម្សាញ់ហ្នឹងបានចូលដល់ថ្ងៃពុទ្ធឡើងគឺជាថ្ងៃនៃសក្ការៈគឺថ្ងៃនៃពុទ្ធសក្ការៈ កណា ដូច្នោះហើយបានជាយើងទាំងអស់គ្នាដឹងគ្រប់គ្នាថាថ្ងៃនៃព្រះពុទ្ធសក្ការៈតើតែដល់ថ្ងៃពេញបោខែពិសាហើយចូលដល់ថ្ងៃ1រោចបានយើងចាប់ផ្ដើមរាប់ថ្ងៃនៃពុទ្ធសក្ការៈ កណា អញ្ចឹងពុទ្ធសក្ការៈហ្នឹងតើតែដល់ថ្ងៃពេញបោខែពិសាថ្ងៃពេញបោខែពិសានោះអត់ទាន់រាប់ទេណា កណា បើយើងធ្វើការបកសក្ការៈនៅក្នុងថ្ងៃពេញបោហ្នឹងថ្ងៃទី11សកលហ្នឹងថ្ងៃពេញបោហ្នឹងគឺយើងថ្ងៃអត់មានទេថ្ងៃហ្នឹងរាប់អត់មានហ្មងមានន័យថាអត់មានទេអត់មានថ្ងៃទេព្រះពុទ្ធសាសនាអត្តកន្តនេះកន្លងទៅហើយថ្ងៃបាន29 កណា ដល់ពេលបច្ចុប្បន្នអត់មានថ្ងៃទេថ្ងៃហ្នឹង កណា ហ្នឹងហើយដល់ពេលទៅព្រះពុទ្ធសាសនានៅសល់ខានទៀតប្រមាណយើងរាប់តាមជាក់ស្ដែងហ្នឹងប៉ុន្តែថ្ងៃនៃការបកសក្ការៈក្នុងថ្ងៃពេញបោហ្នឹងអត់មានថ្ងៃទេអញ្ចឹងដល់ថ្ងៃ1រោចបានថ្ងៃនៃពុទ្ធសក្ការៈ កណា អញ្ចឹងបានជាយើងឮទាំងអស់គ្នាថាថ្ងៃឆ្លងឆ្នាំនៃពុទ្ធសក្ការៈគឺថ្ងៃ1រោចខែពិសាហ្នឹងឯង កណា បានបងអញ្ចឹងខុសពីចូលឆ្នាំឆ្លងចលសក្ការៈហ្នឹង កណា លោតថ្មីគេថាចលសក្ការៈអាត្មាអត់ចាំ1300ដូចថា89ឧទាហរណ៍អញ្ចឹងណាអញ្ចឹងវាចូលដល់90ហើយយើងចូលដល់90ហើយពីព្រោះចូលឆ្នាំថ្ងៃហ្នឹងថ្ងៃឡើងស័កថ្ងៃហ្នឹងនៅនាទីណាវិនាទីណាគឺចូលចលសក្ការៈថ្មី កណា ចូលសក្ការៈថ្មីដល់ទៅពេលស័កហ្នឹងក៏អញ្ចឹងដែរស័កកណាចូលដល់ចូលឆ្នាំហ្នឹងហើយស័កហ្នឹងគឺសម្រាប់ស័កខ្មែរ កណា យើងអត់រាប់ក្នុងស័កពុទ្ធសក្ការៈទេ កណា ណាស័កពុទ្ធសក្ការៈហ្នឹងបានបង អរគុណព្រះអង្គដូច្នេះអាចនិយាយបានទេថាការប្រើប្រាស់នៃពិធីបុណ្យចូលឆ្នាំថ្មីនេះយើងប្រើប្រាស់ឆ្នាំម្សាញ់សព្វស័កពុទ្ធសករាជ2569ឃើញខ្លះដាក់ថា2569តើការប្រើបែបនេះត្រឹមត្រូវដែរឬទេឬក៏យ៉ាងណាដែរដែលយកពុទ្ធសករាជមកនិយាយនៅក្នុងពេលនិយាយថាឲ្យត្រូវតែម្ដងគឺវាមិនត្រូវទេប៉ុន្តែបើយើងនិយាយតាមន័យស័កកាលណាយើងនិយាយថាឆ្នាំម្សាញ់សព្វស្តស័កហើយដោយច្រើនលោកចង់ឲ្យអានថាសព្វស្តស័ក កណា ឬសព្វផ្ដាក់ស័ក កណា សនិងបដាក់ជើងតវាទៅសេជាសំស្ក្រឹតទេអសរហ្នឹង កណា សព្វស្តហ្នឹងគឺដូចយើងសព្វតអញ្ចឹងដូចជា7អញ្ចឹងហ្នឹងគឺស័កទី7ហ្នឹងនៅពេលដែលយើងនិយាយតែឆ្នាំម្សាញ់អញ្ចឹងឆ្នាំម្សាញ់អត់មានពុទ្ធសករាជ2568ទៀតទេ កណា គឺ69ហើយក ណា គឺត្រូវទៅរាប់មុនហើយទោះជាមិនទាន់ចូលមកដល់ក៏ដោយ កណា ទោះជាមិនទាន់ចូលមកដល់ក៏ដោយប៉ុន្តែយើងតែងតែធ្វើមិនឲ្យច្រឡំចាំដល់សូម្បីពុទ្ធសករាជហ្នឹងមហាសង្គ្រាមហ្នឹងក៏តែងតែធ្វើចឹងដែរថ្ងៃនៃពុទ្ធសករាជនឹងចូលមកដល់នៅថ្ងៃ1រោចខែពិសា កណា តែនៅថ្ងៃទេវតាប្រកាសដូរតំណែងដូរអីគ្នាហ្នឹងណា កណា អញ្ចឹងតែងតែនិយាយថាថ្ងៃ1រោចនឹងចូលមកដល់ក្នុងថ្ងៃ1រោចខែពិសាឆ្នាំនេះចូលវស្សានៅក្នុងថ្ងៃ1រោចខែអាសាឍឧទាហរណ៍អញ្ចឹងណាហ្នឹងគឺតែងតែនិយាយប្រាប់អញ្ចឹងដូច្នោះហើយបើមានការប្រើប្រាស់ថាចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរពុទ្ធសករាជបើនិយាយថាពុទ្ធសករាជគឺមិនទាន់ចូលមកដល់ទេ កណា ប៉ុន្តែនៅតែអាចប្រើបានមិនខុសទាស់ទេគ្មាននរណាមួយប្រកែកទេពីព្រោះឆ្នាំម្សាញ់ហើយមិនមែនឆ្នាំរោងទេគណៈឆ្នាំរោងនិយាយតែឆ្នាំរោងគឺឆស័ក កណា ដល់តែយើងនិយាយឆ្នាំម្សាញ់ហើយចូលស័ព្ទស្តាក់ស្តាក់ហើយតែចូលស័ព្ទស្តាក់ស្តាក់ហើយយើងនិយាយពុទ្ធសករាជគឺពុទ្ធសករាជហ្នឹងចូល69ហ្នឹងហើយក ណា ណានិយាយបាន ដូច្នេះបានន័យថាការប្រើឆ្នាំការប្រើនៅពុទ្ធសករាជនេះគឺយើងប្រើ2569 បាន ដូច្នេះបាន មិនខុសទាស់ហើយទេប៉ុន្តែសម្រាប់អាចារ្យអ្នកកណនីគេអត់កណនីទេ កណា គេអត់កណនីអញ្ចឹងបើកណាកណនីអញ្ចឹងមានន័យថាមិនទាន់ចូលមកដល់គឺអត់ទាន់រាប់កើតទេឧទាហរណ៍ថាអ្នកកើតនៅក្នុងថ្ងៃទី20 កណា ខែមេសាឆ្នាំ2025ឧទាហរណ៍ចឹងណា កណា អញ្ចឹងពិតប្រាកដមែនទែនទៅចូលឆ្នាំថ្មីហើយចូលឆ្នាំម្សាញ់ហើយក ណា ប៉ុន្តែបើនិយាយពុទ្ធសករាជមិនទាន់ចូលមកដល់ទេ កណា អញ្ចឹងបើរាប់បែបពុទ្ធសករាជគាត់មិនមែនទាន់ស្ថិតនៅក្នុង2569ទេ កណា គឺគាត់ស្ថិតនៅក្នុង68នៅឡើយក ណា កណា អញ្ចឹងគេកណនីឲ្យច្បាស់លាស់អញ្ចឹង កណាអរគុណព្រះអង្គខ្ញុំប្រកាសណា
ត្រង់ចំណុចមួយនៃបុណ្យវិសាខបូជានេះផងដែរឃើញថានៅតាមវត្តនីមួយៗឃើញមានការរៀបចំនៅការដង្ហែនៅព្រះពុទ្ធបដិមាក៏ដូចជារៀបចំនៅព្រឹត្តិការណ៍ធំៗជាច្រើនមានដូចជាការដុតប្រទីបមានដូចជាការសូត្រនមស្ការថ្លែងរំលឹកនៅគុណរបស់ព្រះពុទ្ធអីជាដើមដូច្នេះនៅក្នុងពិធីនេះដែរតើការរៀបចំបែបនេះនៅក្នុងគោលបំណងយ៉ាងណាដែរហើយជាក់ស្ដែងមែនទែនទៅតើមានត្រូវរៀបចំអ្វីខ្លះដែរនៅក្នុងការធ្វើនៅពិធីពិសាខបូជានេះព្រះអង្គណាបើពិតប្រកបមែនទែនទៅព្រះសម្មាសម្ពុទ្ធមិនបានណែនាំយើងមិនបានតម្រូវឲ្យយើងធ្វើអញ្ចឹងដាក់ព្រះអង្គណាកណាធៀបពិតជាក់ស្ដែងហ្នឹងព្រះអង្គអត់បានតម្រូវទេប៉ុន្តែសេចក្តីជ្រះថ្លារបស់ពុទ្ធបរិស័ទដោយឪពុកម្ដាយអត់បានតម្រូវថាឲ្យកូននឹងត្រូវតែដឹងគុណលោកឪពុកអ្នកម្ដាយត្រូវតែរៀបចំនេះរៀបចំនោះដើម្បីលោកឪពុកអ្នកម្ដាយទេប៉ុន្តែយើងដឹងថាយើងគឺបានគាត់បានយើងរស់បានយើងមានឱកាសមកដល់ពេលនេះដល់តែពេលយើងបំភ្លេចនៅសេចក្តីល្អរបស់គាត់អត់កើតអញ្ចឹងយើងត្រូវតែចិញ្ចឹមយើងត្រូវតែមើលការខុសត្រូវយើងត្រូវតែលះបង់ដើម្បីគាត់វិញដល់ព្រះសម្មាសម្ពុទ្ធជាម្ចាស់បរមគ្រូខុសប្លែកអំពីអ្នកទាំងអស់គ្នាដោយសារយើងទាំងអស់គ្នាជាអ្នកមានកិលេសជាអ្នកនៅមានការប្រាថ្នាជាអ្នកនៅមានការជាប់ជំពាក់ដល់ព្រះសម្មាសម្ពុទ្ធលោកកន្លងនៅការជាប់ជំពាក់ហើយប៉ុន្តែសេចក្តីជ្រះថ្លារបស់យើងនៅតែមានចំពោះព្រះអង្គនៅតែមានចំពោះព្រះអង្គបាននាំគ្នាធ្វើការបូជាដោយថារករបស់អស់ចាយណាឲ្យក្រៅអំពីរបស់ដែលមានហ្នឹងគឺដូចថារកមិនបានអញ្ចឹងមានរបស់ណាក៏បូជានៅរបស់នោះមានប្រទីបក៏បូជាប្រទីបទៅមានគ្រឿងក្រអូបក៏បូជាគ្រឿងក្រអូបទៅខ្លះមានមធុបាយ័សក៏មានបូជាដោយមធុបាយ័សទៅខ្លះមានអ្វីនោះក៏បូជាដោយនងទៅហេតុនេះហើយនៅក្នុងពិធីធ្វើនិចមួយទោះជាក្នុងពិធីនឹងធំតូចយ៉ាងណាក៏ដោយក៏តែងតែប្រើពាក្យថាបូជាដោយអាមិសបូជានិងបូជាដោយធម្មបូជាគឺបូជាដោយវត្ថុនានាផងនិងបូជាដោយការសូត្រធម៌ឬក៏ការរំលឹកដល់ប្រគុណរបស់ព្រះអង្គផងអញ្ចឹងមានការបូជាដោយអាមិសបូជានិងធម្មបូជាជាចាំបាច់នឹងការដឹងគុណរបស់ព្រះអង្គដឹងគុណរបស់យើងចំពោះព្រះអង្គដូច្នេះការបូជានៅដង្វាយផ្សេងដែលជាគ្រឿងសក្ការៈបូជាដូចព្រះអង្គគ្រូមានតរដីកាមានថាមានអាមិសបូជាក៏ដូចជាធម្មបូជាអាមិសបូជាហ្នឹងសំដៅយ៉ាងម៉េចដែរព្រះអង្គឲ្យធម្មបូជាហ្នឹងសំដៅយ៉ាងម៉េចដែរព្រោះប្រិយមិត្តខ្លះលោកអត់យល់អំពីភាសាបាលីដែលនេះកណាអរគុណច្រើនតើតើអាមិសបូជារបស់ណាក៏ដោយបាយទឹកនំចំណីបង្អែមចង្អាផ្កាកម្រងគ្រឿងក្រអូបវត្ថុនានាគ្រប់បែបយ៉ាងទាំងអស់ដែលយើងមានសេចក្តីជ្រះថ្លាហើយបូជាចំពោះព្រះអង្គសូម្បីតែមាសពេជ្រកែវកងពិទូសូរកានសម្លៀកបំពាក់វត្ថុដែលយើងមានសេចក្តីជ្រះថ្លាចំពោះព្រះអង្គយកទៅបូជាចំពោះព្រះអង្គរបស់ទាំងអស់នេះហៅថាអាមិសបូជាហៅតាមបែបភាសាបាលីពីព្រោះមិនបានហៅថាអាមិសបូជាពីព្រោះគ្រឿងទាំងអស់នេះនៅមានភាពសៅមងនៅមានការជាប់ជំពាក់បានហៅថាជាអាមិសបូជាដោយសន្មតយ៉ាងហ្នឹងដោយធម្មបូជាគឺបូជាដោយធម៌បូជាដោយធម៌បូជាគឺយើងនាំគ្នាប្រព្រឹត្តប្រតិបត្តិនៅធម៌ដ៏សមគួរដល់ធម៌តាមព្រះយុគលបាតព្រះអង្គណែនាំព្រះអង្គសម្ដែងប្រាប់ឲ្យយើងទាំងអស់គ្នាលះបាបឲ្យធ្វើបុណ្យឲ្យសម្អាតចិត្តរបស់ខ្លួនឲ្យបានស្អាតផូរផង់យើងក៏នាំគ្នាធ្វើតាមព្រះសម្មាសម្ពុទ្ធជាម្ចាស់បរមគ្រូហ្នឹងហៅថាបូជាចំពោះព្រះអង្គគឺធ្វើតាមព្រះអង្គដោយសារឃើញព្រះអង្គដើរតាមដំណើរហ្នឹងព្រះអង្គបានរួចចាក់ទុកយើងក៏ចង់រួចចាក់ទុកដោយព្រះអង្គដែរយើងខំធ្វើតាមដំណើររបស់ព្រះអង្គហ្នឹងហៅថាបូជាដោយធម៌អ្នកបូជានេះឯងអញ្ចឹងគ្រឿងទាំងឡាយណាដែលយើងជ្រះថ្លាសូម្បីសម្លៀកបំពាក់គ្រឿងអលង្ការគ្រប់បែបយ៉ាងការកម្រងគ្រឿងក្រអូបវត្ថុនានាគ្រប់បែបយ៉ាងទាំងអស់ដែលយើងមានសេចក្តីជ្រះថ្លាហើយបូជាចំពោះព្រះអង្គហៅថាអាមិសបូជាដែលយើងគោរពជឿស្ដាប់ប្រព្រឹត្តប្រតិបត្តិតាមរហូតដល់មានការសូត្រធម៌សូត្រអីជាដើមដាក់ហ្នឹងហៅថាធម្មបូជាបើអញ្ចឹងឯងកណាអរគុណព្រះអង្គចំពោះវិសាខបូជានាឆ្នាំ2025នេះឬក៏យើងនិយាយថានៅតាមច័ន្ទគតិគឺ2568ឈានចូល69នាថ្ងៃវិសាខបូជាខាងមុខនេះគឺប្រព្រឹត្តទៅនៅក្នុងថ្ងៃណាដែរបងនៅក្នុងថ្ងៃពេញបូណមីខែពិសាខហើយត្រូវគ្រិស្តសករាជនឹងថ្ងៃទី11ចំថ្ងៃទី11មិនប្រចាំថ្ងៃទី11ខែឧសភាហ្នឹងឆ្នាំ2025ហ្នឹងគឺជាថ្ងៃដែលត្រូវប្រារព្ធនៅវិសាខបូជាឬពិសាខបូជាហើយប៉ុន្តែតាមនិយមរបស់ចាស់ពីដើមពិសាខបូជាគេមិនសូវធ្វើថ្ងៃផងគេច្រើនធ្វើនៅពេលយប់ដោយសំអាងទៅលើពាក្យថាវិសាខពុណមី
ចាណា គឺសំដៅដល់ប្រច័នពេញវងប្រច័នមិនថាបរិបូរដោយពន្លឺឬមួយក៏មានពន្លឺពេញបានគេច្រើននោះនេះធ្វើពេលយប់នឹងឯងកណាពីមុនមកដូច្នេះតាមថ្ងៃច័ន្ទគតិគឺថ្ងៃ15កើតខែពិសាបានបើនាពេលយប់នោះតើយើងអាចរាប់បានទេថាជាការចូលឆ្លងនៅពុទ្ធសករាជថ្មីថា2569ឬក៏រំលងផុតដល់ថ្ងៃ100ទើបយើងដល់ថ្ងៃ100តែម្ដងនៅក្នុងពុទ្ធសាសនាអត់ឆ្លងឆ្នាំពាក់កណ្ដាលយប់ទេពីព្រោះឆ្នាំនៃពុទ្ធសករាជមានពាក្យសង្កត់ឬមានពាក្យសន្មតថាអ៊ិមញ្ចរតੰអ៊ិមញ្ចទីវសាំងតើតែយប់មួយថ្ងៃមួយបានពេញបានគ្រប់មួយយប់មួយថ្ងៃដូច្នោះហើយមួយយប់មួយថ្ងៃមិនរាប់ពាក់កណ្ដាលថ្ងៃទៅពាក់កណ្ដាលថ្ងៃទេគឺពេញយប់ពេញថ្ងៃដល់ពេញពន្លឺនៃថ្ងៃ100ឡើងបានចូលពុទ្ធសករាជថ្មីចូលពុទ្ធសករាជថ្មីបានបើអរគុណព្រះអង្គចំពោះវត្តបញ្ញខេត្តតារាមទួលទ្រាយខាងត្បូងនាពេលពិសាបូជាខាងមុខនេះតើមានការរៀបចំអ្វីខ្លះដែរព្រះអង្គណានៅនឹងវត្តទួលទ្រាយខាងត្បូងមែនតែនទៅមាគបូជាមិនសូវបានធ្វើធំដុំទេប៉ុន្តែដល់វិសាខបូជារយៈកាល10ឆ្នាំមកនេះគឺធ្វើថាឲ្យធំដុំណាស់ណាបើប្រៀបធៀបជាមួយនឹងថ្នាក់ខេត្តជាមួយនឹងថ្នាក់រាជធានីឬមួយក៏ថ្នាក់វត្តដែលមានវិសាលភាពធំនោះទួលទ្រាយត្បូងមិនអាចប្រៀបធៀបបានទេប៉ុន្តែក្នុងចំណោមនៃវត្តធម្មតាវត្តទួលទ្រាយត្បូងអាចថាចុះចំណោមចូលជំនុំនឹងគេដែរពីព្រោះក្បួនដង្ហែក្បួនដែលរៀបចំធ្វើនឹងគឺមានមនុស្សចូលរួមយ៉ាងតិចបំផុតក៏ខ្ទង់500ទៅ600នាក់រហូតដល់ទៅ1000នាក់ជាងគឺជាប់ជារៀងរាល់ឆ្នាំនឹងយើងរៀបចំផែនរបស់យើងមានផែនស្គរមានផែនកោងមានផែនពិនពៀតមានផែនជួនកាលមានដល់ឆៃយ៉ាំមានផែនដាក់តម្កល់បត្រៃ3ដកមានផែនតម្កល់រូបពុទ្ធតបដិមាហើយធ្វើការបែងចែករូបព្រះអង្គប្រសូតរូបព្រះអង្គត្រាស់ដឹងរូបព្រះអង្គទ្រង់រំលត់ខណ្ឌចូលកាន់បរិនិព្វានមានរឿងរ៉ាវសាវតារបស់ព្រះសម្មាសម្ពុទ្ធតម្កល់លើរថយន្តគេហៅ trailer ហើយរថយន្តដឹកអរិញអាកាយដីហ្នឹងរថយន្តធំហ្នឹងធ្វើការស្នើសុំបងប្អូនជុំវិញវត្តហ្នឹងគាត់ជួនកាលយកសាំងជួនកាលមិនទាំងយកសាំងផងអូគាត់ចូលរួមយ៉ាងហឹកហាក់ហើយរថយន្តអ្នកធ្វើដំណើរមួយចំនួននៅក្នុងស្រុកភូមិនេះភូមិទួលទ្រាយត្បូងទួលទ្រាយជើងទួលសបូនដងល្វេរហូតដល់ស្លាបផ្ដោងពុទ្ធបរិស័ទខ្លះអញ្ជើញមកអំពីទីចិត្តទីឆ្ងាយចូលរួមហូហែរៀបចំទៅរៀងក្រំដើរដែរមានសិស្សសានុសិស្សលោកគ្រូអ្នកគ្រូលោកនាយកនាយិកាចូលរួមយ៉ាងច្រើនហឹកហាក់ហើយមានខាងអធិការមានខាងលោកមេប៉ុស្តិ៍មានការសហការពីលោកអភិបាលនៃគណៈអភិបាលស្រុកតែធ្វើការសហការហើយធ្វើការដង្ហែជួនកាលដង្ហែដល់ខេត្តថ្មីជួនកាលដង្ហែរហូតដល់ទៅទីស្នាក់ការគណៈបកប្រជាជនកម្ពុជានៅខាងទួលវិហារអញ្ចឹងយ៉ាងអន់បំផុតក៏យើងដង្ហែចង្ងាយនឹងដែរមានន័យថារាប់គីឡូដែរបានបើនឹងធ្វើរាល់ឆ្នាំនេះរៀងធំបន្តិចដែរបានបើឆ្នាំហ្នឹងក៏អញ្ចឹងដែរដូចគ្នាអញ្ចឹងអត់ខុសគ្នាទេអរគុណព្រះអង្គដូច្នេះចំពោះឆ្នាំនេះដែរព្រះអង្គមានការអំពាវនាវអ្វីខ្លះសម្រាប់ពុទ្ធបរិស័ទដែលមានបំណងចង់ចូលរួមក្នុងវិសាខបូជាអរគុណច្រើនខ្ញុំគណៈអាត្មាភាពតែងតែមានទស្សនៈមួយមិនចង់ឲ្យញាតិញោមនឹងឲ្យមកចូលរួមនៅវត្តទួលទ្រាយត្បូងទេពីព្រោះវត្តណាក៏ជាវត្តពុទ្ធសាសនាដែរប្រសិនបើយើងចេះទៅវត្តនេះចេះទៅវត្តនោះចុះវត្តយើងនៅជិតផ្ទះយើងនឹងវាមិនស្ងាត់ដូច្នោះវត្តពុទ្ធសាសនាមួយដែលចង់ឲ្យបងប្អូនស្រីប្រុសកណាជាម្ចាស់នៅតាមបណ្ដាវត្តហ្នឹងលោកចលនាគ្នាធ្វើមិនយើងនាំគ្នាធ្វើតូចធំយ៉ាងណាក៏ដោយយើងធ្វើឲ្យដឹងអំពីរបៀបធ្វើញ៉ាំងសេចក្តីជ្រះថ្លាដែលថាព្រះអង្គប្រកបដោយមហាករុណាតិគុណវិសុទ្ធគុណនិងបញ្ញាគុណដ៏វិសេសវិសាលដ៏ពិតប្រាកដព្រះអង្គត្រាច់ចង្កត់នៅក្នុងវាលវត្តសង្សារតម្រាំត្រាស់ដឹងនៅធម៌ដ៏សមគួរដល់ធម៌ដ៏ពិតប្រាកដយើងទាំងអស់គ្នាជ្រះថ្លាបួសបូជាចំពោះព្រះគុណរបស់ព្រះអង្គឥឡូវយើងបូជាយើងជ្រះថ្លាយើងធ្វើនៅអំពើល្អគោរពដឹងគុណចំពោះព្រះអង្គឲ្យយើងកើតទិញវិចិត្ររបស់យើងហ្មងយើងមានផ្កាអីផ្កាម៉ោង10ផ្កាសេមន់ផ្កាវត្ថុនានាមានសេចក្តីជ្រះថ្លាបូជាសំពះនមស្ការចំពោះព្រះអង្គឬមួយថាយើងមិនទាន់ចេះធ្វើយើងអាចទៅចូលរួមនៅវត្តជិតខាងឬមួយក៏ទៅសួរលោកអ្នកដែលធ្លាប់ដែលអីហ្នឹងឲ្យលោកជួយណែនាំជួយប្រាប់ឬមួយក៏មកចូលរួមជាមួយគេមួយឆ្នាំឬកន្លះឆ្នាំឬម្ដងហើយយើងនាំគ្នាទៅធ្វើនៅក្នុងវត្តយើងវិញចង់ឲ្យវត្តនីមួយនោះមានការផលផុសឡើងនាំគ្នាធ្វើគុំដល់ថ្ងៃបុណ្យវិសាខបូជាហ្នឹងស្រាប់តែនាំគ្នាដើរលេងនាំគ្នាសម្រាប់នៅផ្ទះ
នាំគ្នាហីអើអត់ចង់ឲ្យអញ្ចឹងចង់ថាយើងទាំងអស់គ្នាជាអ្នកកាន់ពុទ្ធសាសនាជ្រះថ្លាចំពោះព្រះអង្គទាំងប្រសង់ទាំងប្រសក់ទាំងភិក្ខុទាំងសាមណេរនឹងចលនាគ្នាឡើងធ្វើឲ្យតាមបណ្ដាវត្តនានាដោយយើងក្នុងបទពងសាវតាខ្មែរដូចបទនគររាជយើងថាគ្រប់វត្តអារាមឮតែសូរស័ព្ទធម៌ណាឮតែសូរស័ព្ទធម៌ឲ្យថ្ងៃវិសាខបូជានឹងឡើងឲ្យឮតែសូរស័ព្ទធម៌មើលឲ្យយើងសន្ទនាគ្នាឲ្យយើងជជែកដេញដោលគ្នាអំពីធម៌ឲ្យយើងស្រែកឧទានវាចាឡើងពុទ្ធោបណ្ណោលោកេធម្មោបណ្ណោលោកេសង្ឃោបណ្ណោលោកេពុទ្ធពធប្រសងកើតឡើងហើយដើម្បីជាប្រយោជន៍ដល់មនុស្សនិងទេវតាទាំងឡាយសេចក្តីជ្រះថ្លារបស់ពួកយើងទាំងអស់គ្នាជាពុទ្ធបរិស័ទចំពោះព្រះអង្គដោយឃើញព្រះអង្គប្រព្រឹត្តនៅធម៌ដ៏សមគួរដល់ធម៌ហើយបានត្រាស់ដឹងនៅធម៌មែនយើងទាំងអស់គ្នាប្រព្រឹត្តប្រតិបត្តិនៅធម៌ដ៏សមគួរដល់ធម៌តាមព្រះអង្គដើម្បីត្រាស់ដឹងដូចជាព្រះអង្គដែរឲ្យយើងមានសេចក្តីជ្រះថ្លាចេញពីចិត្តខ្លួនយើងហ្មងណាកុំឲ្យដូចថាស្ទើស្ទាក់ឬមួយក៏ដូចថាយើងគ្រាន់តែប្រហែលឲ្យយើងច្បាស់លាស់ដោយខ្លួនយើងចង់ឲ្យអញ្ចឹងថាអញ្ចឹងខ្ញុំកណាអាត្មាភាពអត់ទេអត់ទាញទេអត់ចង់ទាញឲ្យមកទួយត្រាឬមួយក៏រុញញោមឲ្យទៅវត្តណាអូយវត្តនេះល្បីវត្តនោះល្បីថាអត់ទេនៅពេលហ្នឹងគឺដូចថាស្មាទោសម្ដាយឪពុកយើងខ្វាក់ខ្វិនកោថ្លង់កងែងកងងគាត់យ៉ាងម៉េចក៏ដោយប៉ុន្តែដល់រដូវចូលឆ្នាំឡើងយើងនាំគ្នាងូតទឹកឲ្យគាត់យើងនាំគ្នាដុសក្អែលគាត់ជូនសម្លៀកបំពាក់ដល់គាត់យើងមើលឃើញតែម៉ែឪគេល្អហើយយើងចិត្តទៅយកស្អីទៅឲ្យម៉ែឪគេចុះម៉ែឪយើងនៅពេលហ្នឹងអញ្ចឹងពេលហ្នឹងចង់ថាគ្រប់បណ្ដាវត្តទាំងអស់សូមឲ្យសហការគ្នាចលនាគ្នានាំគ្នាធ្វើវិសាខបូជានឹងទាំងអស់គ្នាកុំចាំបាច់ថាទៅនេះទៅនោះអីច្រើនអីស្មាទោថាមិនកើតទេរឿងយើងដូចថាធ្វើមិនកើតយើងទៅជាមួយគេសិនក៏បានដែរប៉ុន្តែចង់ថាឲ្យទៅហើយយកអ្វីដែលយើងមើលឃើញហ្នឹងយើងមកដឹកនាំបានមិនតិចមិនទួចទៅក៏នាំគ្នាដឹកនាំធ្វើដែរនាំគ្នាដឹកនាំធ្វើនេះព្រះអង្គចង់មានប្រធានអធិការថាចង់ឲ្យតាមបណ្ដាវត្តនីមួយធ្វើការសហនាំគ្នាធ្វើហ្មងនាំគ្នាធ្វើតាមវត្តខ្លួនឯងហ្មងមិនចាំបាច់ថាតតែទៅវត្តដទៃដើម្បីរៀបចំនៅបាច់ទេនាំគ្នាចូលនាំគ្នាធ្វើនៅនឹងហ្មងមានចំណុះជើងវត្ត4 5ភូមិ2 3ភូមិ1ភូមិនោះនាំគ្នាធ្វើតូចធំអីយ៉ាងម៉េចទៅនាំគ្នាស្រែកជ័យខុសឲ្យពុទ្ធោបណ្ណោលោកេទៅឬមួយក៏ស្រែកជ័យខុសដោយយើងធ្វើពិធីពុទ្ធាពិសេសអញ្ចឹងយើងធ្វើពិធីពុទ្ធាពិសេសអញ្ចឹងទៅយើងអារតនាប្រគុណរបស់ព្រះអង្គមកយើងសូត្រធម៌សូត្រអីដែលយើងចេះប្រមាណអញ្ចឹងទៅហើយយើងស្រែកជ័យខុសបូជាផ្កាបូជាអីចំពោះព្រះអង្គទៅតាមសេចក្តីជ្រះថ្លារបស់យើងចង់ឲ្យធ្វើអញ្ចឹងកុំឲ្យថាវត្តស្ងាត់ចំពោះមួយទៀតព្រះអង្គពាក់ព័ន្ធជាមួយនឹងពុទ្ធសាសនានេះដែរឃើញថាព្រះអង្គមានពាក្យគេថាពុទ្ធសាសនានេះជាសាសនាមួយដែលសន្តិភាពតើពិធីបុណ្យពិសាខបូជានេះអាចចាត់ចូលថាជាការមួយដែលដឹកនាំដល់ប្រជាពុទ្ធបរិស័ទក៏ដូចជាពលរដ្ឋខ្មែរយើងឲ្យទទួលបាននៅសន្តិភាពដូចដែលពាក្យដែលបានពោលនៅក្នុងដែលពោលថាពុទ្ធសាសនាជាសាសនាដែលនាំមកនៅសន្តិភាពនេះដែរឬទេឬក៏យ៉ាងណាពាក្យនេះពិតប្រាកដមែនទែនទៅមិនមែនចាំបាច់ខ្ញុំគណៈអាត្មាភាពនិយាយទេនៅថ្ងៃទី15ខែធ្នូ1999ហ្នឹងអង្គការសហប្រជាជាតិបានទទួលស្គាល់បាត់ហើយនៅថ្ងៃទី15ខែធ្នូ1999ហ្នឹងសកលលោកមានប្រទេសប្រមាណជាដូចជា170ប្រទេសជាងបានស្រោះស្រួលមូលចិត្តគ្នាដាក់ព្រះពុទ្ធសាសនាជាសាសនាសន្តិភាពបាត់ហើយហ្នឹងបានឯកភាពគ្នាបុណ្យវិសាខបូជានេះមិនមែនជាបុណ្យសម្រាប់តែព្រះពុទ្ធសាសនាឬសម្រាប់តែខ្មែរសម្រាប់តែឡាវសម្រាប់តែថៃសម្រាប់តែភូមារិញសេរីលង្កាឬឥណ្ឌាឬកូរ៉េខាងត្បូងឬមួយក៏វៀតណាមឬមួយក៏ចិនតែប៉ុណ្្នឹងមិនមែនទេជាថ្ងៃហៅបុណ្យសកលបុណ្យសកលគេប្រើពាក្យថាទិវា UN វិសាខារាល់ថ្ងៃហ្នឹងគេទទួលស្គាល់តាំងតែពីឆ្នាំ1999អូនៅថៃគេធ្វើធំរបស់គេណានៅវៀតណាមអីគេធ្វើធំរបស់គេណានៅចិននៅឥណ្ឌាឃើញក្បួនធ្វើដូចព្យុហយាត្រាមួយដ៏ធំដុំគេតុបតែងពុទ្ធបដិមាអស្ចារ្យត្បិតឡើយថាប្រទេសទាំងអស់នោះស្ទើរទៅថាអស់ពុទ្ធសាសនាក៏ដោយប៉ុន្តែដោយសារបុណ្យនេះគេចាត់ទុកថាជាបុណ្យអន្តរជាតិហើយខ្លឹមសារគឺពុទ្ធឱវាទរបស់ព្រះសម្មាសម្ពុទ្ធនឹងជាពុទ្ធឱវាទជាទ្រឹស្ដីសន្តិភាពអត់មានទ្រឹស្ដីណានាំមកនៅហិង្សាដល់អញ្ចឹងហើយបានគេស្រោះស្រួលមូលចិត្តគ្នាមើលទៅវិនិច្ឆ័យវិច័យទៅក្នុងបត្រៃបិដកឃើញថាខ្លឹមសារនៅក្នុងពុទ្ធសាសនារកខ្លឹមសារឯណានិចមួយឲ្យអស្ចារ្យជាងនេះមិនមានពីព្រោះជាណាសាសនាដែលដឹកនាំមនុស្សឲ្យរកសុខសន្តិភាពនាំមកនៅសេរីភាពនាំមកនៅសុវត្ថិភាពដូច្នោះហើយគេក៏ទទួលស្គាល់ថា
ទិវា UN វិសាខានៅថ្ងៃទី15ខែធ្នូ1999ទទួលស្គាល់បាត់ហើយហ្នឹងយើងអត់មិនស្មាននិយាយណាមានស្មាននិយាយគឺសកលលោកបានឯកភាពគ្នាហើយអញ្ចឹងជាសាសនាសន្តិភាពដោយពិតប្រាកដមូលហេតុដែលចាត់ថាជាសាសនាសន្តិភាពនេះក៏ដោយសារមូលហេតុដែលថាដឹកនាំពុទ្ធបរិស័ទឲ្យបំពេញនៅសេចក្តីល្អឬក៏យ៉ាងម៉េចដែរឬក៏យ៉ាងណាដែរគ្រាន់តែមើលតែពុទ្ធទៅតាមពុទ្ធអាវាទនេះក៏ទទួលស្គាល់ថាជាសាសនាសន្តិភាពឬក៏ជាការអនុវត្តឬក៏ជាការបង្ហាញយ៉ាងម៉េចដែរដែលទទួលពិនិត្យសង្កេតឧទាហរណ៍យើងយកសិល5យកមកនិយាយបាណាអត្តនីកាមេមុសាសូរាយើងក៏ស្រឡាញ់ជីវិតគេក៏ស្រឡាញ់ជីវិតរបស់គេដូច្នោះហើយបើយើងមិនបៀតបៀនគ្នាទេបានសុខដែរសុខយើងមិនលួចគេមិនលួចយើងសុខសប្បាយទេសុខសុវត្ថិភាពគេទេយើងអត់មានពិបាកទេផ្ទះមិនបាច់ចាក់សោទូមិនបាច់មានកូនសោមានអីក៏សុវត្ថិភាពអត់មានពីណាលួចពីណាផងប្តីប្រពន្ធកូនប្រុសស្រីអត់មានពីណាបំពេញលើគ្នាទៅវិញទៅមកផងឃើញទេមានសុភមង្គលទេយើងអត់មានខ្លាចប្រពន្ធយើងក្បត់យើងយកខ្លាចប្តីយើងក្បត់យើងពីព្រោះអ្នកទាំងអស់គ្នាយល់អំពីធម៌ថាมันបំពេញលើគ្នាផងទាំងអស់គ្នានឹងអត់ភូតភរញុះញង់ចាក់ដោតប្រកាច់ប្រខូចគ្នាផងឃើញទេគេអត់កុហកយើងអត់កុហកគេយើងអត់ចោតប្រកាន់គេអត់ចោតប្រកាន់យើងអត់ប្រព្រឹត្តអបាយមុខស្រីស្រាលបែងពៀលាធូកឆាសារាទៅក្នុងជួបពុទ្ធសាសនាពយល់ឲ្យយើងធ្វើនៅអំពើល្អជៀសវាងពីអបាយមុខតែបុគ្គលនីមួយទេតាដែលថាធ្វើមិនកើតទេណាធ្វើមិនកើតទេប៉ុន្តែមើលទៅតាមទ្រឹស្ដីហ្នឹងបើយើងអនុវត្តតាមហ្នឹងសន្តិភាពមែនសន្តិភាពពិតប្រាកដមែនអត់មានស្ទើរស្ទាក់អញ្ចឹងគេមិនមែននិយាយតាមទ្រឹស្ដីទេគឺយកពាក្យពេចន៍ទាំងអស់ហ្នឹងយកធ្វើការអនុវត្តហើយជាពិសេសគឺគោលសមាធិនៅក្នុងពុទ្ធសាសនាមិនមែនគ្រាន់តែរងាប់អារម្មណ៍ទេគឺជាសម្មាសមាធិដ៏ពិតប្រាកដធ្វើចិត្តនឹងឲ្យរួចរំដោះអំពីការជាប់ជំពាក់ដ៏ពិតប្រាកដនេះហើយគឺជាសន្តិភាពដ៏ពិតប្រាកដយោងទៅតាមទ្រឹស្ដីផងការអនុវត្តហើយឃើញលទ្ធផលមែនឃើញលទ្ធផលមែនអញ្ចឹងអរគុណព្រះអង្គខ្ញុំប្រកាសណាដូចជាអស់សំណួរហើយជាចុងក្រោយនេះគឺសូមប្រកេតពរជូនពរព្រះអង្គឲ្យជួបប្រទះនៅពុទ្ធពរទាំង4ប្រការយុវណៈសុខៈពលៈកុំបីឃ្លាតឡើយហើយសូមព្រះអង្គគង់នៅជាសុខក្នុងប្រភ្នោះនេះណាអរគុណហើយនៅនឹងវត្តទួលទ្រាខាងត្បូងក្នុងឆ្នាំ2025ឆ្នាំម្សាញ់ស័ព្ទស្តស័កពុទ្ធសករាជ2569នេះមានសមណៈសិស្សឆ្នាំហ្នឹងដូចជាមានការកើនឡើងជិត200អង្គជិត200អង្គគ្រាន់តែព្រឹកមិញហ្នឹងត្រឹមថ្ងៃទី2ខែឧសភាឆ្នាំ2025ហ្នឹងសមណៈសិស្សមានកំណើនដល់ទៅឆ្នាំហ្នឹងគឺខុសប្លែកពីរាល់ឆ្នាំរៀងកើនចំនួនសមណៈសិស្សហ្នឹងជិត200អង្គហើយទួលទ្រាត្បូងមានគោលការណ៍អញ្ចេះសនំពោដល់សមណៈសិស្សដែលនិមន្តមកសិក្សារៀនសូត្រនៅវត្តទួលទ្រាខាងត្បូងហ្នឹងសនំពោតែ2យ៉ាងឯងទី1ឲ្យខំរៀនទី2សូមឲ្យគោរពច្បាប់ពីព្រោះការខំរៀននាំឲ្យមានអនាគតល្អការគោរពច្បាប់ហ្នឹងនាំឲ្យខ្លួនមានតម្លៃនាំឲ្យជាតិមាតុភូមិរបស់យើងមានសុខសន្តិភាពអញ្ចឹងអ្វីដែលទួលទ្រាត្បូងត្រូវការគឺប៉ុណ្ណឹងហើយទួលទ្រាត្បូងក៏កំពុងតែធ្វើការកសាងយ៉ាងគំហុកនៅសាលាបាលីនឹងបើទោះជាសម័យកាលនេះឬមួយក៏ក្នុងពេលនេះប្រជាពលរដ្ឋខ្មែរទាំងអស់ជួបនៅវិបត្តិសេដ្ឋកិច្ចយ៉ាងណាក៏ដោយក៏ប៉ុន្តែដំណើរការនៃការកសាងអគារគឺសាលាបាលីនេះគឺយើងមិនអាចអខានបានទេទោះជាយឺតយ៉ាងណាក៏ដោយយើងត្រូវតែបោះជំហានទៅមុខដែរដូច្នោះសូមពឹងអាស្រ័យដល់មហាបរិស័ទទាំងអស់លោកអាចជួយចូលរួមចំណែកតាមលទ្ធភាពបានក្នុងការកសាងនេះអត់ប្រខិតខំទេគឺន័យថាថ្ងៃណាថ្ងៃទៅញោមញាតអាចអញ្ជើញមកដល់ទួលទ្រាត្បូងមានចង្ហាន់យកចង្ហាន់មកប្រគេនលោកពីព្រោះលោកច្រើនជួយចិញ្ចឹមគ្នាសិទ្ធិជនខ្មែរទាំងអស់គ្នាអនាគតរបស់អ្នកទាំងអស់គ្នាបើកណាអ្នកទាំងអស់គ្នាជាមនុស្សល្អជាកូនចៅស្រីប្រុសដ៏ល្អរបស់យើងណាជាតម្លៃរបស់ជាតិយើងតែបើមនុស្សភាគច្រើនគឺជាមនុស្សមិនល្អហើយគឺជាតិរបស់យើងលិចលួងហើយអញ្ចឹងសូមជួយគ្នាខ្ញុំមិនថាភាពមានតែប៉ុណ្្នឹងហើយរាល់ការលើកឡើងមានការលើសលួសខ្វះខាតឆ្គំឆ្គងយ៉ាងណាសូមប្រកាសណាប្រគុណម្ចាស់សម្ដេចឯកឧត្តមលោកជំទាវណាទ្រូងឯកឧត្តមមេត្តាខន្តីអភ័យទោសដល់ទូព្រះបង្គំខ្ញុំប្រកាសណាអាត្មាប្រគេនជូនបុណ្យកុសលដល់កណាជាម្ចាស់សម្ដេចឯកឧត្តមអស់លោកស្រីនាងកញ្ញាណាគ្រប់គ្នាទាំងអស់សូមជួបតែសុខសូមជួបតែចម្រើនគ្រប់គ្នាកុំបីឃ្លៀងឃ្លាតទៅជាប្រការដតីឡើយសត្វទាំងឡាយទាំងពួងដែលដល់ហើយនៅសេចក្តីទុក្ខសូមឲ្យជាសត្វបាត់សេចក្តីទុក្ខទៅដែលដល់ហើយនៅភ័យសូមឲ្យជាសត្វបាត់ភ័យទៅដែលដល់ហើយនៅសេចក្តីសោកសូមឲ្យជាសត្វបាត់សេចក្តីសោកទៅអនុមោទនីសុខចម្រើន